โภชนียทานจองจำในกัมพูชีពិទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពបើទោះជាលោកហ៊ុនម៉ាណែតតែងតែអះអាងក្តែងស្ទើរគ្រប់វេទិកាថារដ្ឋាភិបាលរបស់លោកចាត់ទុករឿងបូរណភាពទឹកដីជីវភាពពលរដ្ឋជាអតិភិបក្តីគេសង្កេតឃើញថាក្រោយពីយោធាថៃបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាតាមព្រំដែននិងដុតបំផ្លាញផ្ទះសម្បែងអ្នកភូមិរាប់ពាន់ខ្នងជាង2ខែមកនេះលោកហ៊ុនម៉ាណែតហាក់មិនបានដោះស្រាយបញ្ហាជនភៀសឹកនិងទឹកដីឲ្យបានលេចធ្លោទាល់តែសោះផ្ទុយទៅវិញលោកបានធ្វើការងារផ្សេងដែលមិនចាំបាច់ដូចជាការបង្កើតគណៈកម្មការរៀបចំបូជនីយដ្ឋានដើម្បីរំលឹកការចងចាំអំពើអក្រិតកម្មសង្គ្រាមមកសន្តិភាពដើម្បីតែផលប្រយោជន៍នយោបាយបកកាន់អំណាចនយោបាយឈ្នះនឹងការលះបង់ដ៏ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបិទបញ្ចប់ជាស្ថាពរនៅរបបបល្ល័យពូជសាសន៍និងសង្គ្រាមនានាដែលរមែងកើតមាននិងញោមញីជាហូរហែនៅប្រវត្តិសាស្ត្រក្នុងប្រវត្តិសាស្ត្រជាតិយើងនាអំឡុងជាង500ឆ្នាំចុងក្រោយកន្លងមកអ្នកច្បាប់និងជាអ្នកវិភាគនយោបាយលោកវ៉ាន់ចាន់លូតប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី12ខែកុម្ភៈថាការដែលលោកហ៊ុនម៉ាណែតទៅគៀកឲ្យក្រសួងស្ថាប័ននានារវល់តែជាមួយនឹងការងារមិនសូវចាំបាច់នាំតែខាត់ពេលវេលានិងធនធានជាតិឥតប្រយោជន៍ខណៈប្រទេសជាតិកំពុងត្រូវបានសត្រូវឈ្លានពានទឹកដីហើយពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ដីធ្លីផ្ទះសម្បែងលោកថាលោកហ៊ុនម៉ាណែតគួរតែចំណាយពេលវេលានិងថវិកាស្វះស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជួយដល់ពលរដ្ឋនោះទៅជារឿងដែលល្អជាង2ឆ្នាំមកនេះក្នុងទូនទីជានាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតហាក់បរាជ័យក្នុងការអនុវត្តតាមកម្មវិធីគោលនយោបាយរបស់ខ្លួនដើម្បីធានាទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋហើយនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលញ៉ាំងឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលអំណោយផលទៅដល់ក្រុមឧក្រិដ្ឋជនបញ្ហានៃការឆោបបោកតាមអនឡាញទី2គឺបញ្ហានៃការដែលកម្ពុជាបាត់បង់ទឹកដីពីការឈ្លានពានពីសំណាក់យោធាថៃហើយនិងប្រជាពលរដ្ឋខ្មែរដែលកំពុងតែរងគ្រោះពីការឈ្លានពាននេះគឺជារឿងចាំបាច់ដែលលោកហ៊ុនម៉ាណែតត្រូវតែគិតគូរជាបន្ទាន់ហើយមិនមែនត្រឹមតែនិយាយឲ្យរួចតែពីមាត់ប្រតិកម្មនេះធ្វើឡើងក្រោយពីលោកហ៊ុនម៉ាណែតចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការត្រួតពិនិត្យនិងតម្រង់ទិសការងារបូជនីយដ្ឋានចងចាំនៃកម្ពុជាពីអក្រិតកម្មមកសន្តិភាពដែលមានក្រសួងស្ថាប័នជាច្រើននិងត្រូវទទួលខុសត្រូវដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងមហាផ្ទៃទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងក្រសួងទេសចរជាដើមភារកិច្ចដែលក្រសួងទាំងនេះនឹងត្រូវធ្វើមានដូចជាជំរុញយន្តការការពារស្លាកស្នាមប្រវត្តិសាស្ត្រដែលគ្រប់គ្រងគុណតម្លៃជាសកលនៃបូជនីយដ្ឋានចងចាំអំពើអក្រិតកម្មមកសន្តិភាពរួមទាំងជំរុញយន្តការការពារថែរក្សាផ្សព្វផ្សាយអប់រំនៅតាមទីតាំងប្រវត្តិសាស្ត្រផ្សេងក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាដើមបើទោះជាបែបនេះក្តីលោកវ៉ាន់ចាន់លូតមើលឃើញថាកិច្ចការងារនេះមិនមែនជាលើកទី1ទេដែលធ្វើតាំងពីឪពុករបស់លោកគឺលោកហ៊ុនសែននៅជានាយករដ្ឋមន្ត្រីករណីនេះលោកថាគ្មានប្រយោជន៍សោះសម្រាប់ជាតិនិងប្រជាជនហើយលោកថាលោកហ៊ុនម៉ាណែតគួរតែមានគំនិតជឿនលឿនជាងនេះស្រដៀងគ្នានេះដែរប្រធានសមាគមខ្មែរនៅរដ្ឋវីកតូរីយ៉ាប្រចាំប្រទេសអូស្ត្រាលីលោកជាយូហនយល់ឃើញថារបៀបធ្វើការរបស់លោកហ៊ុនម៉ាណែតបច្ចុប្បន្នហាក់គ្មានសុតិធិនិយមបន្តិចសោះថាធ្វើឡើងដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋក្រៅតែពីបន្លំស្ថានភាពនិងកេងចំណេញនយោបាយបកកាន់អំណាចបើទោះជាពេលនេះពលរដ្ឋរាប់ម៉ឺននាក់កំពុងកាត់ទុកនៅតាមព្រំដែនក្តីក៏លោកពុំសូវអើពើនោះដែរលោកថារឿងដែលចាំបាច់បំផុតគឺលោកហ៊ុនម៉ាណែតគួរតែគិតគូរពីជីវភាពពលរដ្ឋនៅតាមព្រំដែននិងពន្លឿនការធ្វើទំនើបកម្មយោធាឲ្យបានត្រឹមត្រូវទី1គឺយកចិត្តទុកដាក់អំពីជនភៀសសឹកគឺរដីធ្វើយ៉ាងម៉េចឲ្យគ្នាមានការងារធ្វើយ៉ាងម៉េចឲ្យប្រជាជនដែលមកលៀនអ្នករត់ចេញពីប្រទេសសៀមត្រឡប់មកប្រទេសកម្ពុជានឹងជួយផ្នែកខាងសេដ្ឋកិច្ចដល់អស់អ្នកអស់ហ្នឹងទី1ទី2គឺត្រូវគិតគូរពីរឿងទាហានរបស់យើងពីរឿងសត្រាវុធពីរឿងរបស់របរដែលច្បាំងហ្នឹងដែលយើងវាអន់ថយប៉ុណ្ណឹងគឺយើងត្រូវធ្វើយ៉ាងម៉េចឲ្យប្រទេសកម្ពុជាហ្នឹងឲ្យវារីកចម្រើនឲ្យវាមានសមត្ថភាពក្នុងការតតាំងជាមួយគេអ្នកតាមដានបញ្ហាសង្គមនិងនយោបាយយល់ឃើញស្របគ្នាថាស្របពេលកម្ពុជាកំពុងរងការឈ្លានពានទឹកដីពីសំណាក់យោធាថៃ
រដ្ឋាភិបាលកម្ពុជាមិនគួរបណ្តែតបណ្តោយធ្វើកិច្ចការងារដែលពុំសូវចាំបាច់នោះទេហើយគួរពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទន្ទឹមគ្នានោះពួកគាត់យល់ថាកម្ពុជាត្រូវបង្កើនសកម្មភាពឲ្យសកម្មផុសផុលលើឆាកអន្តរជាតិប្រាប់ដល់អង្គទូតអន្តរជាតិនិងស្ថាប័នពាក់ព័ន្ធអំពីអំពើឈ្លានពាននិងការគំរាមកំហែងរបស់ថៃមកលើកម្ពុជាដើម្បីឲ្យពួកគេជួយអន្តរាគមន៍ដាក់សម្ពាធលើភាគីថៃព្រោះថាការរក្សាភាពស្ងៀមស្ងាត់ចាំតែការចរចាទ្វេភាគីតែមួយមុខកម្ពុជាគ្មានថ្ងៃអាចទាមទារទឹកដីដែលបាត់បង់បានមកវិញនោះទេខ្ញុំប្រាជ្ញទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington